ជំរាបសួរបងប្អូនយើងហើយស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទ admin ខនិតទៀតហើយថ្ងៃនេះខ្ញុំបានមកដល់ទីតាំងនៅវត្តសំពៅ5ហើយវត្តនេះគឺស្ថិតនៅលើភ្នំបូកគោតែម្ដងខេត្តកំពតអញ្ចឹងនេះគឺជាគេហៅថាសំណង់ចាស់បងប្អូនយើងអាចនឹងកន្លែងវត្តគ្រប់សក្ការៈបូជានឹងចាត់ដីបងប្អូនយើងណោះអញ្ចឹងខ្ញុំបាទ admin ខនិតបានមកដល់ហើយគឺធ្វើដំណើរមកតាំងពីដណ្ដំម៉ោងចន្លោះជាប្រហែល5ខ្ញុំចេញមកហើយថ្ងៃទី14ខែឧសភាឆ្នាំ2025ជាថ្ងៃដែរជំនុំប្រជាជនព្រះមហាក្សត្រក៏ទនេមួយថ្ងៃក៏បានឆ្លៀតបានមិនដឹងទៅហើយឥឡូវយើងក៏បានធ្វើដំណើរមកដល់នេះគឺជាសំណង់ហើយយើងកន្លែងគោរពសក្ការៈក៏កត់អីហ្នឹងមកវិញ admin អត់ស្ដឹងដែរហើយនេះគឺជាចាត់ដីមកទៅចាត់ដីនេះប្រហែលជាកសាងឆ្នាំ1924ដល់ឆ្នាំ2000ចាំ admin ដែរបងប្អូនយើងមើលហើយជាបន្តមកទៀតយើងក៏មកមើលគឺពពកនៅក្រោមពពកគឺនៅក្រោមបងប្អូនយើងអញ្ចឹងនៅនេះគឺនៅលើហើយផុតពពកហើយខាងនោះយើងមើលទៅឃើញទឹកសមុទ្រវែងឡាយហើយទស្សនវិជ្ជាទាំងស្រុងនៅជុំវិញហ្នឹងចាំបងប្អូនយើងអាចតាមដានទស្សនៈទាំងអស់គ្នាបានទៅហើយអ្នកដែលបានមកដល់ទីនេះកុំភ្លេច comment ប្រាប់ admin ម្នាក់មួយម្នាក់ពីរផងកុំភ្លេច comment នៅខាងក្រោមនេះអញ្ចឹងបើសិនជាទៅដល់កន្លែងណាទៀត admin នឹងថតចែកជូនបងប្អូនយើងទស្សនាទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ